បាទតាក់ទងនឹងការបោះឆ្នោតនៅប្រទេសភូមាឯនោះវិញអ្នកស្រីអង្សានស៊ូជីមេដឹកនាំគណៈបកប្រឆាំងនៅថ្ងៃពុធនេះអះអាងថាប្រធានាធិបតីប្រទេសភូមាឬមីយ៉ាន់ម៉ាបានសន្យាថានឹងផ្ដល់អំណាចទៅឲ្យគណៈបកប្រឆាំងដោយសន្តិវិធីក្នុងលិខិតដែលផ្ញើទៅគណៈបកសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រីអង្សានស៊ូជីលោកប្រធានាធិបតីថេនសេនបញ្ជាក់ថាផ្អែកតាមលទ្ធផលរបស់សហព័ន្ធគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរដ្ឋាភិបាលស្វាគមន៍គណៈបកប្រឆាំងដែលទទួលបានលទ្ធផលនាំមុខក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះលោកបន្តថារដ្ឋាភិបាលនឹងផ្ទេរអំណាចបានច្បាប់កំណត់តាក់ទងនឹងលទ្ធផលបោះឆ្នោតនេះដែរអ្នកស្រីអង្សានស៊ូជីក៏បានស្នើជួបនឹងមេដឹកនាំយោធានិងប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលថ្មីយោងទៅតាមលទ្ធផលបោះឆ្នោតអ្នកស្រីស្នើឲ្យមេដឹកនាំទាំងអស់គោរពទៅតាមលទ្ធផលបោះឆ្នោតនិងឆន្ទៈរបស់រដ្ឋក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី8វិច្ឆិកាលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នបង្ហាញថាគណៈបកអ្នកស្រីអង្សានស៊ូជីទទួលបានការគាំទ្រប្រមាណ 90%បាទលោកអ្នកនាងជាទីមេត្រីអ្នកសង្កេតការបោះឆ្នោតនៅប្រទេសកម្ពុជាមួយចំនួនក៏បានទៅសង្កេតការនៅប្រទេសភូមាផងដែរហើយពេលនេះយើងបានភ្ជាប់ខ្សែទូរស័ព្ទទៅលោកគុលបញ្ញាដែលជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាកុំហ្វ្រាល់ដើម្បីឲ្យលោកជួយវាយតម្លៃខ្លះៗអំពីការបោះឆ្នោតនោះបាទសូមជម្រាបសួរលោកគុលបញ្ញាបាទសូមជម្រាបសួរលោកបាទលោកបានអញ្ជើញទៅប្រទេសភូមានឹងគឺតាំងពីថ្ងៃទី3វិច្ឆិកានៅម្លេះគឺ5ថ្ងៃមុនការបោះឆ្នោតអញ្ចឹងមានន័យថាលោកទៅទាន់ពេលគេធ្វើយុទ្ធនាការបោះឆ្នោតដែរទេមែនទេលោកបាទតើយុទ្ធនាការបោះឆ្នោតនៅប្រទេសភូមានឹងមានសភាពបែបណាដែលលោកអាចរៀបរាប់បន្តិចបានទេបាទយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសភូមាយើងឃើញមានលក្ខណៈដំណើរការទៅដោយរលូនហើយមិនមានអំពើហិង្សាណាដែលយើងមើលតែយើងមិននៅក្រៅប្រទេសយើងអាចមានការគិតទុកមុនថាប្រទេសភូមាប្រហែលជាអាចមានអំពើហិង្សាច្រើនប៉ុន្តែយើងទៅសង្កេតចាក់ស្ដែងគឺថាយើងអត់ឃើញមានអំពើហិង្សាណានៅក្នុងពេលឃោសនាបោះឆ្នោតហើយនៅប្រទេសភូមានេះមានច្បាប់គេហាមមិនឲ្យបេក្ខជនមួយហ្នឹងចាយវាយថវិកាសម្រាប់ការឃោសនាបោះឆ្នោតហ្នឹងដូចជាមិនឲ្យលើសពីហើយជាខ្ទង់$10000ទេគឺទៅប្រហែលជា10លានយ៉ាតហ្នឹងតែមិនដល់$10000យ៉ាងគណៈបកដូចគណៈបកភូមិបាទបេក្ខជនមួយបេក្ខជននៃគណៈបកមួយហ្នឹងបាទបេក្ខជនហ្នឹងហើយឃើញមានការឃោសនាហ្នឹងគេមានដាក់របៀបឃោសនាប្រមូលប្រជាពលរដ្ឋដូចជាពេលខ្លះគេមានការឃោសនាផងគេមានបញ្ចូលការអប់រំបោះឆ្នោតហ្នឹងទៅប្រជាពលរដ្ឋទៀតផងឃោសនាផងមានបណ្ដាផងដូចថាមានលក្ខបាទដូចថាបញ្ចូលប្រជាពលរដ្ឋទៅបោះឆ្នោតហ្នឹងមិនផងមិនត្រឹមតែថាឃោសនាពាក់គេគ្រប់គ្រងខ្លួននេះហើយយើងឃើញមានគណៈបកតែពីរដែលឃើញជាការសកម្មនៅក្នុងការឃោសនាហ្នឹងគឺគណៈបកកម្មាធិការហ្នឹងគេហៅថាគណៈបក USDP ហ្នឹងហើយនិងគណៈបកប្រឆាំងគណៈបកNLD បាទ National League for Democracy NLD បាទតើក្នុងការធ្វើយុទ្ធនាការឃោសនានៅភូមានឹងមានសភាពកក្រឹកកក្រែងដូចការបោះឆ្នោតនៅប្រទេសកម្ពុជាយើងប្រហែលឆ្នាំមុននេះដែរទេមានហែឡានមានមីក្រូមានអីគ្រប់គ្នាការឃោសនាផងគេគឺគេធ្វើច្រើនជាងយើងច្រើនថ្ងៃយើងគេធ្វើ60ថ្ងៃនោះមុនថ្ងៃបោះឆ្នោតប៉ុន្តែថ្ងៃដែលគេឲ្យចាត់ថ្ងៃសក់ហ្នឹងគេឲ្យ2ថ្ងៃយើងឥឡូវនេះយើងបន្ថយពីដើមមកយើងបាន30ថ្ងៃដល់យើងនៅបន្ថយជាង20ថ្ងៃបាទទៅយើងបន្ថយថ្ងៃប៉ុន្តែយើងដោយសារប្រទេសភូមាប្រទេសធំឡើយការឃោសនារបស់គេផ្នែកជាច្រើនគេមានការប្រមូលផ្ដុំធំនៅតាមទីក្រុងនៅតាមទីប្រជុំជនធំណាបាទប៉ុន្តែការហែកក្បួននៅតាមដែលខ្ញុំទៅចុះហ្នឹងខ្ញុំទៅតាមខេត្តគេដែរឃើញមានហែកក្បួនតូចនៃគណៈបកគេខែហ្នឹងណាបាទហើយចុះការដែលចូលរួមពីគណៈបកនយោបាយវិញរហូតដល់តែជាង90មិនចឹងហើយដូចជា91គណៈបកតើក្នុងចំណោមគណៈបកដ៏ច្រើននេះលោកមានប្រសាសន៍ថាគណៈបកធំពីរទេគឺគណៈបករបស់គណៈបកកាន់អំណាចនិងគណៈបក NLD របស់អ្នកស្រីអង្សានស៊ូជីនេះដែលលេចធ្លោជាងគេតើគណៈបកតូចនឹងតើការបង្កើតមកដើម្បីបំបែកសិលឹកឆ្នោតបង្កើតមកតាមដែលមានមេជាគណៈបកកាន់អំណាចនឹងដូចនៅប្រទេសកម្ពុជាដែរទេ
មិនទេព្រោះដោយសារនៅប្រទេសគេមានការលើកទឹកចិត្តជាពិសេសមានគណៈបកគេហៅថាតាមជនជាតិផ្សេងព្រោះថានៅប្រទេសភូមាច្រើនមានជនជាតិផ្សេងមានជនជាតិភូមាមានជនជាតិកឈិនមានជនជាតិឆានគេមានជនជាតិផ្សេងអញ្ចឹងហើយគណៈបកខ្លះគេបង្កើតដើម្បីគេចាក់ទាញឲ្យជនជាតិរបស់គេនឹងគ្រប់គ្រងគណៈបកគេអញ្ចឹងវាមានគណៈបកជនជាតិហើយក៏មានជាបុគ្គលឯករាជ្យឈរឈ្មោះទៀតនៅភូមិនេះគេថាគេមានការលើកទឹកចិត្តឲ្យមានការឈរឈ្មោះច្រើនប៉ុន្តែទោះបីជាណាក៏ដោយអ្នកដែលមានឥទ្ធិពលធ្វើការឃោសនាខ្លាំងគឺថាមានគណៈបកកម្មាហើយនិងគណៈបកស្រីអង្គសានទីនេះឯងហើយលោកមានភាពក្នុងការតាក់ទាញអ្នកបោះឆ្នោតនឹងបានច្រើនហើយមានសកម្មភាពច្រើនបាទលោកមានប្រសាសន៍ថាអាចជាបុគ្គលឯកជននឹងឈរឈ្មោះជាបេក្ខជនដែរនោះគឺមានន័យថាដូច្នេះពួកគាត់ពេលគាត់ត្រូវបង្កើតគណៈបកដោយប្រទេសយើងដែរដែលមានអ្នកគ្រប់គ្រងប្រមាណពាន់អីចឹងដែរទេគឺគាត់ឈរខ្លួនឯងតែម្ដងបាទខ្លួនឯងគាត់ដូចថាគាត់តំណាងឲ្យនៅតាមរដ្ឋមួយឬក៏នៅតាមតំបន់មួយចឹងទៅគាត់ឈរឈ្មោះគាត់មានអធិភាពឈរឈ្មោះតែមានលក្ខខណ្ឌខ្លះមួយចំនួនដែលឲ្យគាត់បានឈរឈ្មោះបាទនិយាយអំពីបញ្ហាសន្តិសុខវិញតើការសន្តិសុខនឹងបែបណាដែរទាំងពេលបោះឆ្នោតទាំងពេលក្រោយបោះឆ្នោតនេះតើលោកសង្កេតឃើញយ៉ាងម៉េចដែរបាទការបោះឆ្នោតយើងមានតម្លៃការបោះឆ្នោតនោះគឺថាយើងបានមានតម្លៃថាដំណើរការទៅដោយសន្តិភាពគ្មានអំពើហិង្សាណាដែលកើតឡើងនៅក្នុងអំឡុងពេលដែលយើងបានទៅសង្កេតនឹងរហូតដល់មកដល់ឥឡូវហ្នឹងគឺថាមិនមានទេយើងមានការកត់សម្គាល់ឃើញមានប្រព័ន្ធសន្តិសុខនៅក្នុងពេលបោះឆ្នោតហ្នឹងគឺថាគេមានរបៀបពិសេសនៅការិយាល័យបោះឆ្នោតហ្នឹងគេមិនយកនគរបាលឬក៏ទាហានដែលមាននៅក្នុងជាមន្ត្រីរបស់នគរបាលទាហានផ្លូវការហ្នឹងយកទៅការពារសន្តិសុខនៅការិយាល័យបោះឆ្នោតគេរើសប្រជាពលរដ្ឋដែលមានពិសោធន៍រឿងសន្តិសុខឬក៏ស្ម័គ្រចិត្តអីហ្នឹងក្នុងរយៈពេល1ខែដើម្បីហាត់ការងារអំពីកិច្ចការសន្តិសុខហ្នឹងទៅជួយរក្សាសន្តិសុខភាពនៅការិយាល័យបោះឆ្នោតហើយគេនៅឈរខាងក្រៅការិយាល័យបោះឆ្នោតទៀតនៅឈរឆ្ងាយទៀតអត់មាននៅក្បែរទេអានេះជាចំណុចដែលឃើញមានការចាប់អារម្មណ៍មួយដែលខុសពីនៅប្រទេសយើងយកនគរបាលយកអីអត់មានអាវុធទៅនៅក្បែរការិយាល័យបោះឆ្នោតប៉ុន្តែនៅប្រទេសភូមាគេអត់ឲ្យមាននគរបាលផ្លូវការឬក៏ទាហានផ្លូវការណាទៅឈរនៅក្បែរនៅការិយាល័យបោះឆ្នោតគេរើសប្រជាពលរដ្ឋគាត់ធ្វើកិច្ចការងារសន្តិសុខគេហាត់ការពីការចាត់ការចាយសន្តិសុខនេះចំណុចមួយដែលធ្វើឲ្យដំណើរការមើលទៅមានភាពធានានៅសុខភាពហើយនឹងសន្តិសុខហើយនឹងមិនមានអំពើហិង្សាតែកើតឡើងនៅក្នុងអំឡុងពេលបោះឆ្នោតជាពិសេសក្នុងអំឡុងពេលដែលខ្ញុំបានសង្កេតរហូតដល់ឥឡូវនេះក៏យើងឃើញគ្មានការចល័តតបការបញ្ចេញតបពីអត់ទេគេថាតាំងពីបោះឆ្នោតមកដល់ឥឡូវនេះគ្មានទេគេថានេះជាចំណុចបញ្ហារឿងសន្តិសុខប៉ុន្តែបើយើងមើលពីខាងក្រៅប្រទេសភូមាវិញយើងគិតថាប្រទេសយើងប្រហែលជារឿងអសន្តិសុខខ្លាំងព្រោះគេឃើញមានចំនួននៅតាមបាទមានពីរឿងជនជាតិនិងពីស្អីប៉ុន្តែយើងមកសង្កេតដល់គឺទៅបញ្ហាសន្តិសុខឃើញមានការដំណើរការទៅគួរឲ្យកត់សម្គាល់ដោយតាមសន្តិភាពលោកបានអញ្ជើញទៅដល់ណាខ្លះពេលក្នុងរយៈពេលបោះឆ្នោតសង្កេតការណ៍នោះខ្ញុំនៅយ៉ាងកនហើយខ្ញុំទៅតំបន់មួយគេហៅតាណានីយ៉ានេះគឺថានៅខាងត្បូងជាប់នឹងរដ្ឋមនខ្មែរមនយើងហ្នឹងគេហៅខ្មែរមនឬក៏រដ្ឋមនហ្នឹងបាទនៅតំបន់ហ្នឹងបាទខ្ញុំបានទៅសង្កេតទៅទីនោះហើយចុះពេលនេះលោកកំពុងតែជជែកជាមួយខ្ញុំពីទីក្រុងយ៉ាងកនហ្នឹងឬមួយក៏នៅម្ដុំក្នុងខ្មែរមនហ្នឹងបាទហើយខ្ញុំនៅយ៉ាងកនខ្ញុំទៅយ៉ាងកនវិញបាទលោកបានរៀបរាប់អំពីសន្តិសុខរបស់មនុស្សឥឡូវខ្ញុំចង់សួរអំពីសន្តិសុខរបស់សិលឹកឆ្នោតវិញលោកជ្រាបហើយកាលពីនៅប្រទេសកម្ពុជានឹងមានបញ្ហាច្រើនណាស់ថាពេលដែលដាក់ចូលកញ្ចប់សុវត្ថិភាពនឹងហើយដែលត្រូវមានចងឲ្យត្រឹមត្រូវហ្នឹងទីបំផុតហ្នឹងគឺឃើញថាអាចំណងនឹងលបើកហឹបនឹងលបើកអីជាដើមតើនៅប្រទេសភូមាគេរៀបចំសុវត្ថិភាពសិលឹកឆ្នោតដើម្បីដឹកពីទីតាំងរបស់ឆ្នោតទៅកន្លែងរៀបចំឆ្នោតនឹងបែបណាដែរដើម្បីធានាសុវត្ថិភាពសម្រាប់ឆ្នោតថាมันអាចមានការកែប្រឡំបានបាទការរៀបចំរាប់ចាប់ឆ្នោតនិងការរៀបចំការបូកសរុបលទ្ធផលបោះឆ្នោតនិងការរៀបចំខ្ចប់ពេចនៅឯកសារនានាដែលเป็นលទ្ធផលបោះឆ្នោតផ្សេងហ្នឹងខ្ញុំឃើញជាច្រើនអ្នកដែលចាត់ចែងកិច្ចការផ្ទាល់ហ្នឹង
ជាច្រើនស្ត្រីជាអ្នកគ្រូបង្រៀនខ្ញុំឃើញពួកគេបានធ្វើកិច្ចការងារដោយមកចត់ហើយនឹងធ្វើកិច្ចការងារដោយបញ្ញាចិត្តរឿងការងារដែលកិច្ចការងារបោះឆ្នោតក្តីកិច្ចការងាររដ្ឋឆ្នោតឬក៏កិច្ចការងារចងក្រងឯកសារទុកនៅក្នុងកញ្ចប់អីជាដើមគឺមានការយកចិត្តដាក់ខ្លាំងណាស់ហើយប៉ុន្តែរឿងបញ្ហានេះគឺថាសំខាន់រឿងលទ្ធផលបោះឆ្នោតមកពីមិនមានទំនាស់នៅក្នុងរឿងខ្វែងគំនិតគ្នាខ្លាំងហ្នឹងគឺដោយសារតែខ្ញុំឃើញរឿងមួយខាងគណៈបកនយោបាយគឺថាគេមានកម្លាំងខ្លាំងអ្នកងារគណៈបកហ្នឹងជាប្រមូលលទ្ធផលបោះឆ្នោតហ្នឹងខ្លួនផងគេនឹងបាន 100% តែម្ដងហើយលទ្ធផលហ្នឹងគឺជាលទ្ធផលដែលគេចេញឡើងដោយនៃគណៈកម្មការរៀបចំការបោះឆ្នោតរបស់គេនៅការិយាល័យមួយនេះគេទទួលបានភ្លាមអញ្ចឹងបានគេឃើញគណៈបកលោកស្រីអង្សានវិជីនេះមានលទ្ធភាពបញ្ចាំងហើយផ្សាយនៅលទ្ធផលមិនផ្លូវការដែលចេញពីគណៈបកខ្លួនហ្នឹងលឿនបានជាងមែនតើលឿនជាងខាងប្រព័ន្ធព័ត៌មាននិងខាងកោជបរបស់គេផងបាទហើយខ្ញុំគិតថារឿងនេះសំខាន់មួយដែរដើម្បីកុំឲ្យមានទំនាស់រឿងបញ្ហាកញ្ចប់លទ្ធផលបោះឆ្នោតនៅមានបញ្ហាដែរមិនមែនរឿងកិច្ចការចាត់ចែងនឹងបានគឺថាល្អត្រឹមត្រូវឥតខ្ចោះទេយើងឃើញមានបញ្ហាដែរពីការបញ្ជូនលទ្ធផលបោះឆ្នោតមានការយឺតយ៉ាវនៅក្នុងប្រទេសភូមានេះដោយសារនៅតំបន់នេះឆ្ងាយហើយការបញ្ជូនមករបៀបធ្វើដូចនៅប្រទេសកម្ពុជាដែរគឺថាយើងមកពីដំណាក់បញ្ជូនមកដំណាក់ការមួយមកដំណាក់ការមួយមិនមានប្រព័ន្ធអេឡិចត្រូនិកណាបញ្ជូនបានលឿនទេហើយយើងឃើញមានចំណុចដែលខ្វះខាតបាទតើតើអំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសភូមាវិញនៅប្រទេសកម្ពុជាយើងគឺមានការជជែកគ្នាច្រើនណាស់អំពីឯករាជ្យភាពនៃសមាជិកនីមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាចុះនៅប្រទេសភូមាវិញតើការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតភូមានឹងរៀបចំបែបណាដើម្បីធានាឲ្យមានឯករាជ្យភាពអ្នកណាគេជាប្រធានតែងតាំងដោយគណៈបកនយោបាយឬមួយក៏តែងតាំងដោយមេដឹកនាំយោធាបែបណាបាទលោកសូមជើញនៅមានចំណុចខ្វះខាតដែរកិច្ចការដែលរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតនៅភូមាមានការទីទានហើយនឹងលើកឡើងអនុសាសន៍ឲ្យមានការកែលម្អដែរដោយសារខ្វះនៅគោលការណ៍មួយចំនួនដើម្បីធានាឯករាជ្យដែរជាពិសេសគោលច្បងនៅភូមានេះនៅថ្នាក់ជាតិនេះគឺថានៅមានរបៀបរើសហ្នឹងគឺថាដោយសាររើសដោយពីខាងរដ្ឋាភិបាលមិនបានរើសដោយមានការចូលរួមពីគណៈបកប្រឆាំងអីទេប៉ុន្តែឃើញចំណុចដែលវិជ្ជមានគឺមន្ត្រីថ្នាក់ក្រោមមន្ត្រីដែលរៀបចំការបោះឆ្នោតផ្ទាល់ហើយមានអ្នកចាត់ចែងកិច្ចការផ្ទាល់នៅការិយាល័យបោះឆ្នោតខ្ញុំឃើញទៅជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ដែលធ្វើកិច្ចការពីច្រើនសិស្សស្ត្រីសិស្សអ្នកគ្រូហើយធ្វើកិច្ចការដោយម៉ត់ចត់ដោយព្យាយាមឲ្យមិនបង្ហាញចំហណាឲ្យឃើញថាយើងសង្ស័យថាមានជាលំៀងខ្ញុំឃើញតម្រង់ពីដាច់គ្នាជាតិនៅថ្នាក់ក្រោមនេះនៅប្រទេសកម្ពុជាយើងនៅមានបញ្ហាថ្នាក់ក្រោមដែរនិយាយការពិតទៅដោយសារយើងមិនទាន់មានប្រព័ន្ធដើម្បីរៀបចំធ្វើម៉េចឲ្យមានការជ្រើសរើសមួយឲ្យមានតម្លាភាពចំណុចនេះបែរជាបញ្ហាដែរណានៅប្រទេសកម្ពុជាយើងបាទសូមផ្អាកជាមួយនឹងលោកគុលបញ្ញាបន្តិចសិនប៉ុន្តែកុំអាលដាក់ទូរស័ព្ទចុះយើងនឹងទៅជែកគ្នាបន្តទៅទៀតភ្ជាប់ជាមួយខ្សែទូរស័ព្ទយើងនេះដែរមានលោកអ្នកវិភាគនយោបាយអ្នកសង្កេតតាមដានស្ថានភាពនយោបាយនៅកម្ពុជានៅប្រទេសភូមាដែរគឺលោកមាសនេះលោកជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមនិងលោកអ៊ូវេរៈដែលជាប្រធានស្ថាប័នស្រាវជ្រាវវេទិកាអនាគតនិងជាអ្នកវិភាគឯករាជ្យដែរបាទជាដំបូងនេះខ្ញុំសូមជម្រាបសួរដល់លោកទាំងពីរពីប្រទេសពីសហរដ្ឋអាមេរិកនេះទៅបាទលោកមាសនេះនិងលោកអ៊ូវេរៈបាទសូមជម្រាបសួរបាទខ្ញុំចង់ចាប់ផ្ដើមសំណួររបស់ខ្ញុំមុនគេទៅលោកមាសនេះតើការបោះឆ្នោតនៅប្រទេសភូមានេះជាអ្នកសង្កេតការនយោបាយទៅវិញថាតើយើងអាចរៀនសូត្រអ្វីបានខ្លះពីស្ថានភាពនៅឯភូមាបាទសូមជឿលោកមាសនេះមុនគេបាទសូមជម្រាបសួរបាទទីមួយយើងសម្លឹងមើលទៅលើពីប្រតិកម្មពីជននៅក្នុងប្រទេសខ្មែរយើងនេះយើងឃើញថាក្រនតែប្រហែលថ្ងៃមុនពេលបោះឆ្នោតនៅប្រទេសភូមាយើងឃើញមហាជនភាគច្រើនបាននាំគ្នាតាមដានស្ថានភាពនយោបាយនៅភូមានឹងយ៉ាងជិតដិតហើយដល់ពេលថ្ងៃដែលបោះឆ្នោតទៀតហើយនឹងយប់ដែល
ប្រមូលសិលឹកឆ្នោតທາງទីយើងឃើញថានៅតាមប្រព័ន្ធ Facebook នេះគឺមកមានម៉ោងណាគឺនាំគ្នាចែកចាយម៉ោងនឹងអញ្ចឹងអានេះជាការបង្ហាញឲ្យឃើញថាមិនទោះបីជាការបោះឆ្នោតនេះប្រព្រឹត្តនៅប្រទេសភូមាក៏ដោយក៏ប៉ុន្តែយើងឃើញថាមហាជននៅក្នុងប្រទេសកម្ពុជានឹងគឺកំពុងធ្វើការតាមដានទៅលើស្ថានភាពវិវត្តនៃការបោះឆ្នោតនៅភូមានឹងច្រើនមែនទែនណាដែលខុសពីពេលមុនបាទហើយមួយខ្ញុំមើលឃើញពីចំណុចល្អមួយដែលខ្ញុំគិតថាការផ្លាស់ប្ដូរនយោបាយនៅភូមាវាហាក់ដូចជាផ្ដល់ឱកាសឲ្យសម្រាប់អ្នកដឹកនាំនយោបាយនៅស្រុកខ្មែរនេះចាប់ផ្ដើមពិនិត្យមើលភូមាបានដើរចេញអំពីការយកប្រជាធិបតេយ្យមកធ្វើជាលបែងឥឡូវនេះគឺបានចូលទៅក្នុងដំណើរការមួយដែលអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងស្រុងតែម្ដងបាទហើយបើយើងតាមស្រាប់អ្វីដែលលោកកូវញ្ញាបានលើកឡើងមិញនេះយើងឃើញថាការបោះឆ្នោតនេះការផ្ទេរតំណែងផ្ទេរអំណាចដោយសន្តិវិធីនេះវាមិនមែនត្រឹមតែកើតឡើងនៅពេលដែលរាប់សិលឹកឆ្នោតហើយឃើញអ្នកណាចាញ់អ្នកណាឈ្នះហើយទៅចែកអំណាចគ្នានោះទេគឺវាត្រូវចាប់ផ្ដើមផ្ដល់សុវត្ថិភាពតាំងពីមុនពេលបោះឆ្នោតទៅបាទអញ្ចឹងអានេះវាជារឿងសំខាន់មួយណាស់ដែលបង្ហាញឲ្យឃើញអំពីសុខឆន្ទៈរបស់អ្នកនយោបាយនៅភូមាគឺបានន័យថាគេបានត្រៀមលក្ខណៈរួចស្រេចហើយសម្រាប់អ្នកចាញ់ហើយនិងអ្នកឈ្នះអានេះវាខុសគ្នាពីដំណើរការនយោបាយនៅប្រទេសខ្មែរយើងដោយសារពីបោះឆ្នោតឆ្នាំ2013យើងឃើញថាគណៈបកទាំងពីរនេះគឺមិនបានត្រៀមខ្លួនឈ្នះហើយក៏មិនបានត្រៀមខ្លួនចាញ់ដែរដោយសារមួយខាងនោះគឺមិនបានគិតថាខ្លួនឯងនឹងត្រូវធ្លាក់ច្រើនកៅអីហើយមួយទៀតក៏មិនបានគិតថាខ្លួនឯងបានទទួលការគ្រប់គ្រងច្រើនសំខាន់ពិសេសគឺចង់សម្ដៅទៅលើគណៈបកប្រជាជនហើយនិងគណៈបកប្រឆាំងពីឆ្នាំ2013បានចឹងហើយបានជាខ្ញុំនៅតែគិតឃើញថាអ្វីដែលកើតមាននៅក្នុងប្រទេសភូមាជាគំរូល្អមួយសម្រាប់អ្នកនយោបាយខ្មែរធ្វើម៉េចដើរចេញឲ្យផុតពីការយកលទ្ធិប្រជាធិបតេយ្យមកប្រើជាលបែងនិងចូលរួមទៅក្នុងការអនុវត្តប្រជាធិបតេយ្យនឹងឲ្យបានពេញលេញហើយមួយទៀតនោះដែរយើងឃើញថាបើយើងប្រៀបធៀបអំពីការគម្រាមនៃការបង្កឲ្យមានសង្គ្រាមក្រោយពេលបោះឆ្នោតឬក៏ដោយសារបើសិនជាគណៈបកប្រឆាំងតែហើយយើងមានដូចគ្នាក៏ប៉ុន្តែទីចុងបំផុតយើងឃើញថារដ្ឋាភិបាលភូមាដែលមានកម្លាំងយោធានិងសម្បើមច្រើនជាងខ្មែរទៀតទីចុងបំផុតគឺគេនៅតែដើរទៅរកលទ្ធិប្រជាធិបតេយ្យមួយបានតែខ្លួនគេគឺគេចាប់បានធ្វើតែខ្លួនគេតែម្ដងបាទលោកបានមានប្រសាសន៍មានចំណុចច្រើនណាស់ប្រសាសន៍មួយចំនួនថាយើងគួររៀនសូត្រពីប្រទេសភូមាហើយបានមានប្រសាសន៍ថាគណៈបកនៅភូមានឹងគេបានត្រៀមខ្លួនរួចហើយអ្នកចាញ់ក៏ត្រៀមខ្លួនចាញ់អ្នកឈ្នះក៏ត្រៀមខ្លួនឈ្នះនេះជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំចង់ងាកមកសួរលោកអ៊ូវីរៈវិញម្ដងសំណួររបស់ខ្ញុំថាប៉ះសិនបើគណៈបកសម្ព័ន្ធប្រជាធិបតេយ្យរបស់អ្នកស្រីអង្សានស៊ូជីបានឡើងកាន់អំណាចមែននោះតើភូមាអាចគេចរួចពីសំណាញ់អំណាចគ្របដណ្ដប់របស់អ្នកកាន់អំណាចផ្ដាច់ការយោធាបានឬទេដោយលោកជ្រាបហើយនៅច្បាប់នៅប្រទេសភូមាក្រោយការបោះឆ្នោតហើយនីតិហ៊ានភូមាអាចតែងតាំងដោយមិនចាំបាច់បោះឆ្នោតនៅតំណាងរាស្ត្រពីខាងយោធាចំនួន25អាសនៈនៃសភាទាំងមូលហើយអ្នកស្រីអង្សានស៊ូជីដែលឈ្នះឆ្នោតនេះទៀតក៏មិនអាចធ្វើមេដឹកនាំប្រទេសបានទេពីព្រោះថាគេបានចងអ្នកស្រីតាមផ្លូវច្បាប់រួចទៅហើយដែលថាអ្នកដែលមានសម្ព័ន្ធភាពជាប្តីជាប្រពន្ធជាមួយនឹងជនបរទេសនឹងមិនអាចឡើងកាន់តំណែងរដ្ឋាភិបាលបានទេហើយយើងទាំងអស់គ្នាបានជ្រាបហើយគឺថាស្វាមីរបស់អ្នកស្រីជាជនជាតិអង់គ្លេសម្យ៉ាងទៀតនោះគឺថាសភាចាំផ្ទះអាចធ្វើការបានជិត3ខែទៀតដែលអាចអនុម័តច្បាប់បានមួយសេរីចំណុចសំខាន់មួយទៀតនោះគឺថាមេទាហានអ្វីត្បិតតែធ្លាក់ឆ្នោតតែអាចតែងតាំងអនុប្រធានាធិបតីម្នាក់ក្នុងចំណោម2នាក់ហើយច្បាប់នៅប្រទេសភូមាក៏បានតាក់តែងក្រោមរបបផ្ដាច់ការយោធាភូមានឹងក៏ចែងច្បាស់ថាទោះជាគណៈបកណាឈ្នះឆ្នោតក៏ដោយចុះមេទាហាននៅតែមានសិទ្ធិក្នុងការតែងតាំងរដ្ឋមន្ត្រីនៃក្រសួងសំខាន់មួយចំនួនមានក្រសួងមហាផ្ទៃក្រសួងការពារជាតិក្រសួងយុតិធធជាដើមហើយបើទោះជាមានរដ្ឋាភិបាលថ្មីក៏ដោយរដ្ឋមន្ត្រីដែលតែងតាំងដោយមេទាហានប្រកាសជានឹងគោរពបញ្ជាតាមមេទាហានរបស់គេហើយក្រៅពីនេះពួកមេទាហានក៏នៅតែមានសិទ្ធិក្តោបក្តាប់សេដ្ឋកិច្ចរបស់ភូមាដដែល
ត្បិតពួកមេទាហានទាំងនេះហើយជាអ្នកត្រួតត្រាក្រុមហ៊ុនរកស៊ីធំនៅប្រទេសនេះចំណុចសំខាន់មួយទៀតនោះគឺថាមេទាហានក៏នៅតែមានសិទ្ធិក្នុងការឡើងក្តាប់អំណាចឡើងវិញប្រសិនបើពួកគេគិតថារដ្ឋាភិបាលដែលចាប់ឆ្នោតនេះដឹកនាំទៅធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឯជាដើមដូច្នេះឃើញថាគេប្រកាសជាត្រៀមខ្លួនរួចហើយមែនអ្នកចាញ់ក៏ត្រៀមខ្លួនចាញ់ក៏ប៉ុន្តែនៅកាន់អំណាចដដែលលោកអ៊ូវីរៈមានប្រសាសន៍មានយុទ្ធសាស្ត្របែបណាដែលចំណុចរឿងនេះបាទសូមអរគុណសូមជម្រាបសួរសារជាថ្មីតាមពិតការបោះឆ្នោតនៅប្រទេសភូមាគឺគួរតែផ្ដល់នៅទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរយើងហើយជាពិសេសនយោបាយទាំងសងខាងគួរតែធ្វើការកត់សម្គាល់ទឹកចិត្តត្រង់ថាទោះបីមានការគម្រាមកំហែងរឿងសង្គ្រាមក៏ដោយយើងឃើញតែប្រជាពលរដ្ឋភូមាគឺមានសេចក្តីក្លាហានប៉ុន្តែទន្ទឹមគ្នានឹងសេចក្តីក្លាហាននេះបើសិនជាយើងមើលពីដំណើរការចងជើងបានន័យថាអ្នកចាញ់ត្រៀមចាញ់អ្នកចាញ់ត្រៀមចាញ់ត្រៀមត្រង់ថាធានានៅផលប្រយោជន៍និងអំណាចរបស់ខ្លួនហើយបើសិនយើងមើលការបោះឆ្នោតភូមិថ្មីខ្ញុំថាទន្ទឹមគ្នាយើងទន្ទឹមដែលយើងរីករាយជូនដល់ប្រជាពលរដ្ឋភូមិយើងនៅតែទទួលស្គាល់ថាឧបសគ្គខាងមុខនឹងមានច្រើនមែនទែនសម្រាប់លោកស្រីអនសានស៊ូជីឧបសគ្គគឺត្រង់ថាភូមិការចងជើងនេះគឺធានាថាទោះបីអំណាចនយោបាយបានបង្គុលឲ្យបានផ្ដល់ឲ្យទៅលោកស្រីអនសានស៊ូជីដោយសន្តិវិធីក៏ដោយអំណាចយោធាគឺត្រូវធានាដោយការគ្រប់គ្រងនៃភូមិហើយនិងអំណាចសេដ្ឋកិច្ចហើយអំណាចយោធានិងអំណាចសេដ្ឋកិច្ចនៅក្នុងប្រទេសដូចជាប្រទេសភូមាដូចជាប្រទេសកម្ពុជាដូចគ្នាគឺច្រើនតែគ្រប់ដណ្ដប់ទៅលើអំណាចនយោបាយខ្ញុំមើលទៅនៅក្នុងរយៈពេល1ឆ្នាំ2ឆ្នាំខាងមុខនេះនឹងមានការឆ្លោះគ្នាតាមតឹងច្រើនរវាងលោកស្រីអនសានស៊ូជីនិងអ្នកដឹកនាំភូមិមានជាការភូមិដោយសារលោកស្រីអនសានស៊ូជីអត់មានជំរឿនអីក្រៅតែពីជំរុញឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញបើសិនជាមានចងរួចស្រាប់នេះគឺរដ្ឋធម្មនុញ្ញភូមិធានាថាការចង់កែប្រែរដ្ឋធម្មនុញ្ញទោះបីមានសមាជិកសភាលើសលប់ក៏ដោយក៏ត្រូវផ្ដល់អំណាចវេតូអំណាចបដិសេធទៅយោធាផងដែរអញ្ចឹងបានន័យថាយោធាមានសិទ្ធិបដិសេធការស្នើសុំការកំណែតម្រង់រដ្ឋធម្មនុញ្ញមួយណាក៏ដោយហើយដោយសារអញ្ចឹងអំណាចគឺនៅតែមានដដែលហើយមួយទៀតអំណាចដែលមាននោះគឺអំណាចក្នុងការធ្វើរដ្ឋបហាគ្រប់ពេលវេលាតាមការសម្រេចរបស់យោធាដោយសារអញ្ចឹងគឺខ្ញុំមើលទៅលោកស្រីអនសានស៊ូជីអាចជាចំណាក់ខ្មាំងរបស់យោធាប៉ុន្តែទន្ទឹមគ្នាដែរខ្ញុំមើលទៅលោកស្រីអនសានស៊ូជីអាចនឹងពឹងផ្អែកលើកម្លាំងមហាជនកម្លាំងប្រជាពលរដ្ឋក្នុងការជំរុញឲ្យយោធាទទួលនៅការកែប្រែមួយចំនួនដែលផ្ដល់ឱកាសឲ្យលោកស្រីធ្វើការកំណែតម្រង់ប៉ុន្តែចំពោះខ្ញុំរឿងមួយដែលខ្ញុំព្រួយបារម្ភសម្រាប់ប្រទេសភូមាក៏ដូចជាប្រជាពលរដ្ឋដែលតាមដាននៅពីប្រទេសកម្ពុជាផងដែរនោះគឺការរំពឹងទុកខ្ញុំមើលទៅប្រជាពលរដ្ឋនៅប្រទេសភូមាគឺរំពឹងទុកខ្ពស់មែនទែននៅលទ្ធផលនៃការបោះឆ្នោតនេះដោយបងបានលើកឡើងហើយគឺបានគណៈបករបស់លោកស្រីអនសានស៊ូជីបាន 90% នៃកៅអីទាំងស្រុងហើយបើសិនជាយើងមើលការរំពឹងទុកនេះគឺលើសលប់ត្រង់ថាគាត់គិតថាបន្ទាប់ពីឥឡូវទៅគឺយើងដើរដោយសេរីដើរទៅមុខដោយសេរីនិងទៅមុខដោយរលូនហើយទៅមុខដោយលឿនប៉ុន្តែការរំពឹងទុកដ៏ខ្ពស់មែនទែនគឺខ្ញុំមើលទៅរមែងតែបញ្ឈប់ជួបជាមួយនឹងការខកចិត្តខ្លាំងខ្ញុំថាប្រជាពលរដ្ឋទាំងភូមិនិងអ្នកសង្កេតការពីប្រជាពលរដ្ឋខ្មែរយើងគួរតែមានការរំពឹងទុកមួយដែលជាក់លាក់ជាងហ្នឹងជាក់លាក់ត្រង់ថាការឈានទៅរកប្រជាធិបតេយ្យពឹងផ្អែកទៅលើភាពក្លាហាននៃប្រជាពលរដ្ឋនៅប្រទេសភូមាគឺមានមែនប៉ុន្តែដំណើរការហ្នឹងនឹងទៅមុខដោយយ៉ាប់ដោយតានតឹងហើយទាមទារការចូលរួមប្រជាពលរដ្ឋភូមាចូលរួមជាសកម្មហើយនឹងមានការបថុយស្ថានជាសកម្មបថុយស្ថានច្រើនផងដែរហើយខ្ញុំមើលទៅនឹងជួបនឹងឧបសគ្គច្រើនហើយនឹងមានការតានតឹងរវាងការទាញព្រ័ត្រគ្នារវាងលោកស្រីអនសានស៊ូជីនិងយោធានេះគឺនឹងមានការទាញព្រ័ត្រគ្នាក្នុងអំឡុងពេល5ឆ្នាំខាងមុខនេះគឺប្រទេសភូមាមិនប្រកាសជាមានស្ថិរភាព 100% ដូចការគិតនេះទេបាទហើយយើងទាំងអស់គ្នាដូចលោកបានជ្រាបហើយនាំគ្នាស្វាគមន៍នាំគ្នាថាយកគំរូតាមប្រទេសភូមាឧបមាថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគណៈបកប្រជាជនកម្ពុជាចាប់ផ្ដើមរកគំរូតាមនឹងដែរហើយស្រាប់តែមានចេញពីព្រះមហាក្សត្រមកថានឹងរៀបចំឲ្យមានព្រះមហាក្សត្រនឹងតែងតាំងសភា 25% នៃអាសនៈនៃសភាទាំងមូលឯហ្នឹងអានឹងប្រទេសកម្ពុជា
យើងនឹងចងជាប់ស្តៀងនឹងប្រទេសភូមាដែរលោកគិតថាបើសិនជាយើងរៀនគណៈបកប្រជាជនកម្ពុជាអាចនឹងរៀនហើយចងដាក់ច្បាប់នៅក្នុងច្បាប់បោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជាយើងនឹងទេបើសិនជាពួកគាត់ចង់តើអាចធ្វើទៅកើតដូចនៅភូមាទេបើសិនជាគាត់ធ្វើដោយកម្លាំងបាយដោយកម្លាំងយោធាគឺអាចធ្វើទៅកើតប៉ុន្តែបើសិនជាធ្វើតាមកម្លាំងច្បាប់គឺធ្វើទៅកើតទេដោយសារធ្វើបែបនេះគឺនឹងទាមទារការដូររដ្ឋធម្មនុញ្ញហើយគណៈបកកណ្ដាលមិនមាន2ភាគ3មិនមានសម្លេងគ្រប់គ្រាន់ក្នុងការកែប្រែមេត្រាណាមួយនៃរដ្ឋធម្មនុញ្ញបានទេប៉ុន្តែទៅគ្នានឹងការរៀននេះបើសិនជាយើងមើលពីខ្លឹមសាររដ្ឋធម្មនុញ្ញប្រទេសកម្ពុជាគឺរដ្ឋធម្មនុញ្ញមួយដែលល្អបំផុតដែលពិភពលោករួមទាំងប្រទេសភូមាគួរតែរៀនតាមប៉ុន្តែគ្រាន់ថាការអនុវត្តបញ្ហាមួយចំនួនដែលយើងប្រឈមគឺយើងអាចរៀនសូត្រពីគេប៉ុន្តែជាទូទៅនៅក្នុងអំឡុងប្រហែលជា20ជាងឆ្នាំនេះគឺប្រទេសកម្ពុជាដើរមុខភូមានៅពេលថ្មី2ឆ្នាំកន្លងមកនេះគឺហាក់ដូចជាភូមាកំពុងដើរលឿនជាងសំណួរសួរតើភូមានឹងតាមទាន់ប្រទេសកម្ពុជាឬមួយអត់ខ្ញុំថាបើសិនជានៅបន្តដើរលឿនជាងគឺអាចតាមទាន់ប្រទេសកម្ពុជាហើយនឹងឈានផុតកម្មប្រទេសកម្ពុជាផ្នែកប្រជាធិបតេយ្យនិងរួមទាំងផ្នែកសេដ្ឋកិច្ចផងដែរប៉ុន្តែមិនប្រកាសធានា 100% ទេប៉ុន្តែនៅពេលបច្ចុប្បន្ននេះខ្ញុំមើលទៅប្រទេសកម្ពុជាប្រជាធិបតេយ្យប្រទេសកម្ពុជាគឺរឹងមាំជាងភូមាទោះបីប្រទេសភូមាមានគណៈបកប្រឆាំងដែលបានឈ្នះឆ្នោតក៏ដោយប៉ុន្តែខ្ញុំមើលទៅបើសិនជាលោកស្រីអនសានស៊ូជីគាត់មានកម្លាំងគ្រប់គ្រាន់ក្នុងការជំរុញឲ្យមានការកម្លាំងជំរុញប្រទេសភូមានឹងដើរលឿនមែនទែនហើយក្នុងរយៈពេល 4-5 ឆ្នាំទៀតនឹងប្រកាសជាវ៉ាផុតប្រទេសកម្ពុជាហើយបាទឥឡូវងាកមកស្ថានភាពកម្ពុជាបន្តទៅទៀតឧបមាថាបើសិនជាការបោះឆ្នោតនៅឆ្នាំ2018នេះគណៈបកប្រឆាំងឈ្នះឆ្នោតហើយបើយើងហើយមានការប្រគល់អំណាចឲ្យគណៈបកប្រឆាំងនឹងដល់ស្រួលវិញបើយើងប្រៀបធៀបស្ថានភាពពេលនេះរបស់ប្រទេសភូមាលោកបានរៀបរាប់ឲ្យថាការពិតនឹងអ្នកស្រីអង្សានស៊ូជីបានតែអំណាចនយោបាយទេក៏ប៉ុន្តែមិនមានអំណាចទាហានឬមួយក៏ជាអំណាចសេដ្ឋកិច្ចទេតើគណៈបកប្រឆាំងនៅប្រទេសកម្ពុជានឹងអញ្ចឹងដែរទេពីព្រោះពេលនេះសេដ្ឋកិច្ចទាំងអស់នោះក៏ក្តោបក្តាប់ដល់មនុស្សដែលជិតស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជាដែរនោះបាទខ្ញុំនិយាយថាទោះបីគណៈបកប្រឆាំងនៅប្រទេសកម្ពុជាឈ្នះឆ្នោត2018ក៏ដោយខ្ញុំមើលទៅការរំពឹងទុករបស់គណៈបកប្រឆាំងនិងប្រជាពលរដ្ឋនឹងមានលឹះលុបបានន័យថាដូចខ្ញុំថាអញ្ចឹងនឹងអាចជួបភាគច្រើននឹងជួបនៅការខកចិត្តផងដែរដោយសារមិនមែនតែនៅក្នុងប្រទេសកម្ពុជាទីមួយកម្លាំងយោធាអំណាចយោធាអំណាចសេដ្ឋកិច្ចហើយមួយទៀតគឺអំណាចកាយរដ្ឋបតីបានន័យថាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលទាំងស្រុងមន្ត្រីទាំងអស់នោះមិនអាចដូរបានទេហើយពួកគាត់សិតតែជាអ្នកជិតស្និទ្ធពីជាមួយនឹងគណៈបកកណ្ដាលចាស់ហើយបើសិនជាពួកគាត់រារាំងគឺការងារត្រូវកកស្ទះគឺប្រជាពលរដ្ឋអាចនឹងបន្ទោសគណៈបកចាស់ឬមួយក៏អាចបន្ទោសគណៈបកថ្មីហើយអាចខកចិត្តទៅវិញហើយនេះក៏ជាការព្រួយបារម្ភរបស់ខ្ញុំមួយដែរអញ្ចឹងហើយបានខ្ញុំថាគណៈបកប្រឆាំងគឺត្រូវការប្រឹងប្រែងមែនទែនដើម្បីត្រៀមខ្លួនកន្លែងលោមានឱកាសឈ្នះឆ្នោតគឺមិនមែនងាយស្រួលទេគឺត្រូវត្រៀមខ្លួនត្រូវការគ្រប់យុទ្ធសាស្ត្រទាំងអស់ដើម្បីជំរុញមានការដើរទៅមុខបានហើយនឹងអាចជួបជាមួយនឹងការរំពឹងទុករបស់អ្នកគ្រប់គ្រងរបស់ខ្លួនហើយបើសិនជាអត់ទេខ្ញុំមើលទៅទោះបីគណៈបកប្រឆាំងឈ្នះឆ្នោត2018ក៏មិនប្រកាសជាគណៈបកប្រឆាំងនៅបន្តប្រជាប្រិយភាពឆ្នាំ2023ផងដែរខ្ញុំទាយថាអាចនឹងមានការខកចិត្តហើយនឹងអាចឈានទៅដល់ការឡើងអំណាចវិញនៃគណៈបកកណ្ដាលចាស់ផងដែរដូច្នេះតើគណៈបកប្រឆាំងតើត្រៀមខ្លួនការអំណាចបែបណាដើម្បីកុំឲ្យប្រជាពលរដ្ឋខកចិត្តនៅពេលមាន2ឆ្នាំជាងទៅមុខនេះបាទកុំឲ្យខកចិត្តទី1គឺកុំឲ្យរំពឹងខ្ពស់ពេកការរំពឹងខ្ពស់ពេកគឺមិនងាយនឹងគុំធានាជាមួយអ្នកបោះឆ្នោតដែលគ្រប់គ្រងពេកបាទកុំសន្យាខ្ពស់ពេកកុំឲ្យពួកគាត់រំពឹងថានឹងកែប្រែលឿនហើយបានឆ្ងាយបានស៊ីជម្រៅខ្លាំងពេកឲ្យពួកគាត់យល់ពីភាពជាក់ស្ដែងពីការពិតផងដែរទន្ទឹមគ្នាដែរត្រូវរៀបចំគោលនយោបាយច្បាស់លាស់នយោបាយសាស្ត្រច្បាស់លាស់ហើយគោលនយោបាយច្បាស់លាស់នេះត្រូវតែសរសេរជាលាយលក្ខណ៍អក្សរដើម្បីឲ្យសមាជិកគ្រប់រូបទាំងអស់មានទស្សនៈដូចគ្នាមានគំនិតដូចគ្នាមានគោលនយោបាយឬមួយជំហានត្រូវដើរដូចគ្នាហើយអាចរៀបចំមនុស្សដែលមានជំនាញអានឹងនៅស្រុកគេហៅថា shadow cabinet ឬមួយក៏រដ្ឋាភិបាលស្មៅឬមួយគណៈរដ្ឋមន្ត្រីស្មៅឬមួយបុគ្គលដែលមានជំនាញគ្រប់ក្រសួងរួចទៅហើយមានការគិតមានការយល់ដឹងគ្រប់ក្រសួងនិងត្រៀមខ្លួនដើម្បីចូលកាន់ក្រសួងនីមួយហើយនឹងត្រូវតែមានគំនិតក្នុងការចរចាជាមួយនឹងអ្នកកណ្ដាលអំណាចចាស់គឺអ្នកកណ្ដាលអំណាចទាំងនយោបាយចាស់ទាំងអ្នកកណ្ដាលអំណាចយោធាចាស់ទាំងអ្នកកណ្ដាលអំណាចសេដ្ឋកិច្ចចាស់ហ្នឹងត្រូវតែរៀបចំគំនិតចរចាតើធ្វើម៉េចធានានៅការដូរអំណាចមួយដ៏រលូនហើយ
ព្យាយាមទាមទារឲ្យមានជានៅការរៀបរៀងបែងជើងគ្រប់រូបភាពផងដែរបើសិនក្នុងករណីហ្នឹងគឺគណៈបកប្រឆាំងឡើងកម្មណាយថ្មីអាចមានឱកាសក្នុងការកំណែតម្រង់ដែលអាចទាក់ទាញការគ្រប់គ្រងបន្តបានបាទអរគុណលោកអ៊ូវរៈខ្ញុំសូមអញ្ជើញលោកមាសនេះដើម្បីឲ្យលោកមានបញ្ចេញយោបល់បន្តិចក្នុងចំណុចនេះតើលោកមានទស្សនៈអីបន្ថែមបែបណាដែរទេចំពោះគណៈបកប្រឆាំងត្រៀមខ្លួនបែបណាដែរដើម្បីកុំឲ្យប្រជាពលរដ្ឋដែលគ្រប់គ្រងនឹងខកចិត្តបើសិនជាខ្លួនបានឡើងកាន់អំណាចបាទនៅក្នុងលក្ខខណ្ឌនេះយើងឃើញថាបើមើលអំពីបន្ទាត់នយោបាយផ្នែកមួយយើងឃើញថាគណៈបកប្រឆាំងហើយនិងគណៈបកកាន់អំណាចនៅប្រទេសខ្មែរយើងក៏ដូចជានៅភូមិដែរគឺអ្នកទាំងពីរនោះនៅចុងមកខាងនៃបន្ទាត់នឹងម្នាក់គឺគណៈបកកាន់អំណាចគឺនៅក្នុងនាមជាអ្នកអភិរក្សបាននេះគឺចង់រក្សានៅស្អីដែលមានសពថ្ងៃរីឯគណៈបកប្រឆាំងគឺនៅខាងចុងបន្ទាត់មកខាងទៀតគឺខាងនិយមការផ្លាស់ប្ដូរដែលអង់គ្លេសគេហៅថា radical នោះអញ្ចឹងយើងឃើញថានិស័យហើយនឹងអត្តចរិតអ្នកទាំងពីរនេះវាខុសគ្នាឆ្ងាយណាស់ដូច្នេះដើម្បីត្រៀមខ្លួនក្នុងការរកឃើញនៅផ្លូវមួយសម្រាប់រយៈពេលវែងទៅដល់សន្តិភាពប្រទេសខ្មែររយៈពេលវែងនេះខ្ញុំគិតថាពិសេសគណៈបកប្រឆាំងនោះគួរតែមានគោលនយោបាយនិងយុទ្ធសាស្ត្រច្បាស់លាស់ចាប់ពីឥឡូវនេះទៅបើសិនជាចង់ត្រៀមខ្លួនឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ2018គឺគោលនយោបាយឲ្យច្បាស់ពីពេលនេះតទៅបាទបាត់ពីពេលនេះតទៅដើម្បីរៀបចំអន្តរការមួយព្រោះតែយើងឃើញថាដូចលោកស្រីសង្សានតិជីអង្គការតិជីគាត់មាននិស័យមួយគឺនិស័យគាត់ចង់មានការផ្លាស់ប្ដូរប្រទេសភូមាមែនក៏ប៉ុន្តែគាត់បានមានអត្តចរិតមួយដែលអាចផ្សះផ្សាគ្នាជាមួយនឹងអ្នកកាន់អំណាចបានយើងមើលឃើញដូចជាថ្ងៃនេះយើងឃើញថាលោកស្រីអង្គការតិជីនេះបានចាប់ផ្ដើមចូលទៅជួបជាមួយនឹងប្រធានាធិបតីថនសេនហ្នឹងដើម្បីវិភាសាគ្នាអំពីការផ្ទេរអំណាចដោយសន្តិវិធីហើយនេះជាគេហៅជាជំហរដ៏ល្អមួយសម្រាប់រៀបចំឲ្យមានអន្តរការខ្ញុំគិតថានៅក្នុងប្រទេសកម្ពុជាបើសិនណាជាគណៈបកប្រឆាំងមិនបានត្រៀមនៅយុទ្ធសាស្ត្រសម្រាប់អន្តរការនេះទេហើយធ្វើការផ្លាស់ប្ដូរក្បឹងក្តាំងនោះខ្ញុំគិតថាវានឹងមានស្ថានភាពពិបាកដោយអ្វីដែលលោកអ៊ូវរៈបានលើកឡើងចឹងដែរបាទអរគុណលោកមាសនេះបាទឥឡូវនេះខ្ញុំចង់ងាកទៅលោកគុលបញ្ញាដែលកំពុងនៅទីក្រុងយ៉ាងកូននៃប្រទេសភូមាវិញម្ដងលោកការដែលផ្ទេរតំណែងផ្ទេរអំណាចនៅប្រទេសភូមានឹងលោកសង្ឃឹមថានឹងទៅរលូនឬអាចនឹងក្ដុំក្ដាំងអីបែបណាដែរបាទសូមជឿតាមពិតទៅធ្លាប់យើងស្ដាប់មិនទៅលឺបានលឺម្ដងហើយក៏បាត់ទៅវិញបាទបានឈ្នះឆ្នោតច្រើនដែរគណៈបកលោកស្រីអង្គសានជូជីនឹងគាត់ឈ្នះឆ្នោតច្រើនដែរទោះជា80ហ្នឹងហើយមួយខែឬ2ខែកន្លងមកក្រោយមកនោះក៏មានការដណ្ដើមយកអំណាចវិញទៅប៉ុន្តែឥឡូវខ្ញុំមើលឃើញស្ថានភាពខុសពីទស្សវត្សមុនហ្នឹងគេថាទស្សវត្ស80ហើយឥឡូវហ្នឹងគឺខុសគ្នាប្រហែលជាមានរឿងដែលគេត្រូវអាចដំណើរការនៃការផ្ទេរអំណាចរវាងជូនចំពោះគណៈបកស្ដីឈ្នះឆ្នោតគណៈបកលោកស្រីអង្គសានជូជីដោយសន្តិវិធីព្រោះថាមានការដល់សញ្ញាច្រើនមានឃើញមានសញ្ញាវិជ្ជមានច្រើនដែលសំខាន់គឺខាងបច្ចុប្បន្ននេះមិនមែនលោកថាន់សេនគាត់មិនមែនជារដ្ឋាភិបាលយោធាពេញទាំងទេគាត់រដ្ឋាភិបាលគេថាពាក់កណ្ដាលយោធាពាក់កណ្ដាលស៊ីវិលគាត់ជារដ្ឋាភិបាលស៊ីវិលមែនតើចឹងមានការផ្ទេររវាងគណៈរដ្ឋាភិបាលស៊ីវិលទៅគណៈទៅរដ្ឋាភិបាលគណៈបកមួយទៀតដែលនឹងកាន់ជារដ្ឋាភិបាលស៊ីវិលប៉ុន្តែគាត់ថានៅក្នុងហ្នឹងមានទាហាននៅពីនៅខាងយោធាគេនៅមានអំណាចមួយចំនួននៅក្នុងកិច្ចការងាររបស់រដ្ឋហ្នឹងដែលជាបញ្ហាដែលជាការប្រឈមរវាងគណៈបកដែលជាគណៈបកប្រឆាំងដែលទៅកាន់កិច្ចការងាររដ្ឋាភិបាលនៃប្រទេសភូមាហើយខ្ញុំគិតថាហើយជាមានដំណើរការទៅដោយសន្តិវិធីហើយពីព្រោះថាសញ្ញាដែលឃើញនេះគឺថាដូចបានរៀបរាប់ខាងដើមអញ្ចឹងគឺថាលោកប្រធានាធិបតីបច្ចុប្បន្នលោកបានអបអរសាទរហើយបេក្ខជនមួយចំនួននៃគណៈបកតាមណាយនោះក៏បានអបអរសាទរទៅគណៈបកលោកស្រីអង្គសានជូជីហើយនិងអ្នកជាប់ឆ្នោតផ្សេងទៀតគណៈបកផ្សេងទៀតដែលជាប់ឆ្នោតហ្នឹងហើយក៏បានទទួលស្គាល់ការចាញ់យ៉ាងច្នៃហើយគេមានការខិតខំរក្សាគេហៅថាគណៈបកឈ្នះហ្នឹងក៏គេរក្សារបៀបអេរិយាបថគេដែរគេមិនមែនទៅគេហៅថាទៅនិយាយថាយាមដាមឬក៏លើកឡើងនៅរឿងបញ្ហាមួយចំនួនដើម្បីបំផុសឲ្យមានការ
សងសឹកឬក៏មានការទៅធ្វើបាបអ្នកចាញ់អីចឹងទេគឺឃើញមានការស្បស្ងាត់ព្រៀងខ្លួនហើយម្នាក់ខំប្រឹងរកវិធីដើម្បីធ្វើម៉េចឲ្យដំណើរការនៃការផ្ទេរអំណាចនេះបានសន្តិវិធីនេះខ្ញុំឃើញមានការខិតខំទាំងសងខាងទាំងគណៈបកដែរឆ្នោតទាំងគណៈបកដែលកាន់អំណាចទៅនេះដែលជាចំណុចវិជ្ជមានដែលយើងគួររៀនសូត្រឲ្យខ្ញុំសូមកែតម្រូវខ្លះព្រោះដោយសារយើងចេះឮថានៃប្រធានាធិបតីនៅប្រទេសភូមានេះអាចផលិតអំពីរឿងប្រកាសធ្វើសង្គ្រាមមានថាខ្ញុំមកសង្កេតនេះអត់មានឃើញឯកសារផ្លូវការណាដែលប្រធានាធិបតីហ្នឹងគាត់មានឯកសារបំផុសអំពីបញ្ហាសង្គ្រាមព្រោះនៅក្នុងនៅប្រទេសភូមានេះមានការហាមឃាត់មិនឲ្យយកផ្លាកសញ្ញាប្រធានាធិបតីនេះយកទៅឃោសនាឆ្នោតទេអញ្ចឹងបានតាមណាស់មានការចោទប្រកាន់ថាយកលោកប្រធានាធិបតីហ្នឹងយករូបលោកប្រធានាធិបតីទៅឃោសនាមានការចោទប្រកាន់ដែរមានការខុសច្បាប់ខុសទម្លាប់ដែរហើយខ្ញុំគិតថាมันមានទេហើយបញ្ហាសន្តិសុខនេះមានការប្រុងប្រយ័ត្នបើសិនជាម្នាក់ហ្នឹងយកការឃោសនារបៀបយកសង្គ្រាមយកអីហ្នឹងមានថាខុសច្បាប់គេអាចប្តឹងមានទោសធ្ងន់ព្រោះនៅក្នុងនេះគេហាមខ្លាំងណាស់នៅក្នុងក្រមសីលធម៌ច្បាប់បោះឆ្នោតរបស់គេខ្ញុំគិតថាប្រហែលជាមិនមានដូចនៅប្រទេសកម្ពុជាជាងទេបញ្ហានេះខ្ញុំខំប្រឹងសង្កេតតាមដាននេះប៉ុន្តែឃើញព័ត៌មានស្រុកខ្មែរយើងចុះពីបញ្ហាហ្នឹងបាទលោកនឹងនៅដល់ការប្រកាសលទ្ធផលជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬយ៉ាងណាបាទខាងអង្គការខាងពួកខ្ញុំដែលគេមកនេះគេនៅដល់ប៉ុន្តែខ្ញុំមិននៅដល់ទេព្រោះខ្ញុំទៅធ្វើការវិញខ្ញុំតែទៅទឹកក្រោយទៅកម្ពុជាវិញហើយតែថ្ងៃណានឹងចេញប្រកាសលទ្ធផលផ្លូវការលោកបានជ្រាបទេមកដល់ពេលនេះប្រហែលជានៅពេលការនេះជាចំណុចដែលខ្លះចំណុចខ្សោយនៃប្រព័ន្ធនៃការជូនទិន្នន័យនៅទីនេះដែរព្រោះថារបៀបបញ្ជូនបូកសរុបលទ្ធផលហ្នឹងនៅតាមកោចបហ្នឹងមានការយឺតប៉ុន្តែទោះបីយ៉ាងណាដែរលទ្ធផលហ្នឹងវាបានកោចបហ្នឹងបានប្រកាសនៃគេហៅថាលទ្ធផលបឋមច្រើនហើយខ្ញុំគិតថាអាចជាអាទិត្យក្រោយឬក៏ពីអាទិត្យទៀតអីហ្នឹងប្រហែលជាមានលទ្ធផលផ្លូវការហើយបាទនិយាយចំក្នុងខែក្រោយនេះគឺជាដំណាក់កាលសំខាន់ហើយស្រួលឆ្លើយតើដំណើរការនៃការប្រកាសផ្លូវការហើយនឹងការដែលផ្ទេរអំណាចពីគណៈបកបច្ចុប្បន្ននេះទៅគណៈបកនៃឈ្នះឆ្នោតរបស់លោកអង្សានជីហ្នឹងតើដំណើរការវាយ៉ាងម៉េចក្រោយនេះគឺជាចំណុចដែលគេហៅថា turning point នៃការផ្លាស់ប្ដូរអំណាចមួយដោយសន្តិវិធីឬក៏ទៅរករបៀបដូចពីមុនបាទអញ្ចឹងខ្ញុំសូមអរគុណលោកគុលបញ្ញាហើយដែលបានចូលរួមកម្មវិធីយើងពីប្រទេសភូមាហើយឲ្យសុខសប្បាយជានិច្ចនៅបេសកកម្មរបស់លោកហើយសូមអរគុណលោកប៊ីសនីនិងលោកអ៊ូវរៈពីប្រទេសកម្ពុជាផងដែរបាទសូមអរគុណសូមជម្រាបលាលោកទាំង3បាទ